បងអាចប្រាប់អូនខ្លះបានទេអំពី plug-in ណាខ្លះសម្រាប់ការប្រើប្រាស់ mixing instrument នីមួយៗឧទាហរណ៍ដូចជា guitar តើគួរដាក់ plug-in ណាខ្លះអូខេឥឡូវនេះខ្ញុំសូមចែកជូនវិធីមួយគឺការប្រើប្រាស់ទូទៅក្នុងការ mixing មកមិនថាបងប្អូនប្រើប្រាស់ក្នុងចង្វាក់ techno EDM pop អីបើសិនជាបងប្អូន follow ទៅតាម step ហ្នឹងគឺអឺយើងធ្វើត្រូវក្បួនរបស់គេដោយសារវាមានដំណាក់កាលមួយក្នុងការ mixing យើងពេលខ្លះយើងចេះដាក់ reverb លើ EQ ជួនណាដាក់ compressor លើ reverb ជួនណាយើងចេះដាក់លើក្រោមយើងអត់ដឹងអាមួយណាត្រូវដាក់លើអាមួយណាប៉ុន្តែការដាក់mixing plug-in គឺគេមានដំណាក់កាលរបស់គេត្រឹមត្រូវហើយខ្ញុំសូមផ្សំបងប្អូនគាត់បានសួរសំណួរអំពី mixing នឹងផងដែរខ្ញុំក៏សូមឆ្លើយតបហើយខ្ញុំក៏សូមចែករំលែកវិធី mixing ដល់អ្នកនរគ្នាខ្ញុំសូមអានពី computer ដោយសារនេះខ្ញុំសរសេរនៅលើ computer របស់ខ្ញុំដើម្បីចែកជូនដល់អ្នកនរគ្នាអញ្ចឹងវិធីខ្ញុំប្រាប់បងប្អូននេះគឺវាដំណើរការគ្រប់ចង្វាក់ទាំងអស់ហើយអ្នកនរគ្នាត្រូវ follow តាមមួយ step ទី1នៅក្នុងការ mixing របស់យើងទូទៅហ្មងគឺគេមាន EQ ទី1 EQ ទី2 compressor ទី3 saturate ទី4 reverb ហើយនិង delay ទី5 stereo and matching ទី6 slide chain អានឹងបើសិនជាបងប្អូនធ្វើ EDM ហើយនឹង techno អីយើងត្រូវ slide chain របស់យើង kick ហើយនឹង bass ដូចវីដេអូខ្ញុំបានប្រាប់ចឹងអញ្ចឹងហេតុផលទី1ដែលនៅពេលយើងប្រើគឺយើងប្រើកាត់សលេងណាដែលចាក់តិចសលេងណាដែលយើងអត់ត្រូវការវា unnecessary ដូចឧទាហរណ៍ថាក្នុង bass up 30 Hz ខាងមុខយើងអត់ត្រូវការយើងកាត់វាចោលហើយឧទាហរណ៍ថានៅក្នុង vocal យើងសលេងនឹងចាក់តិចខ្លាំងពេកយើង EQ ទម្លាក់ high ទម្លាក់ mid ទម្លាក់អីវាមកកុំឲ្យវាឈឺជាពេករបៀបអញ្ចឹងយើងប្រើ EQ សម្រាប់កាត់សលេងឬក៏យើងចិតសលេងឬក៏យើង shape សលេងវាហើយទី2វិញ compressor គឺធ្វើឲ្យ sound នឹង stable ធ្វើឲ្យ sound នឹងថេរហេតុអីបានប្រើ compressor យើងវាមានកន្លែងខ្លះអាចលឺខ្លាំងកន្លែងខ្លះលឺខ្សោយអញ្ចឹងទៅនៅពេលដែលយើងប្រើ compressor គឺធ្វើឲ្យសលេងជំនាញហ្នឹងវាថេរចេះតបមកទី3 saturation គឺយើងផ្ដល់ harmonic ទៅឲ្យ sound យើងឲ្យ color ដល់ sound យើងឲ្យ sound យើងនឹងមាន character ឲ្យវាពេញខ្ញុំអត់ដឹងប្រាប់អ្នកនរគ្នាថាមិនបើសិនជាបញ្យល់ដូចថាឲ្យវាពេញ color វិញឯងច្បាស់ណារបៀបអញ្ចឹងណា4វិញគឺការប្រើប្រាស់ reverb ហើយនិង delay reverb ហើយនិង delay គឺយើងធ្វើឲ្យ sound នឹង white ខ្ញុំមិនដឹងថានិយាយថាខ្មែរមិនទេរបៀបធំទូលាយប្រើប្រាស់ចិត្តហើយនឹងឆ្ងាយយើងចង់សេរី sound របស់យើងទៅជាម៉េចបើសិនជាបងប្អូនចង់ដាក់ vocal ឲ្យទៅតែដងខ្លាំង reverb ខ្លាំងចង់vocal យើងពេលច្រៀងចប់ឧទាហរណ៍ថាកំពុងច្រៀងហាបើពេលយើងប្រើ delay ទៅអាពាក្យហាហ្នឹងគឺវាបន្តពីក្រោយវាអត់ឲ្យស្ងាត់ទេអញ្ចឹងទៅវាបំពេញចម្រៀងរបស់យើងហ្នឹងឲ្យពេញ gap ដែលចន្លោះដែលខ្វះខាតណាព្រះ stereo imaging ធ្វើឲ្យ sound ទៅឆ្វេងស្ដាំនៅកណ្ដាល6គឺ slide chain បើសិនជាបងប្អូនធ្វើនៅក្នុង EDM ឬក៏ techno ឬក៏ house អីក៏ដោយអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះហើយសង្ឃឹមថាជាប្រយោជន៍ដល់បងប្អូនអ្នកនរគ្នា